អូនទាំងអស់គ្នាថ្ងៃនេះយើងមកអាប់ដេតអំពីទីផ្សារជាថ្មីថ្ងៃនេះខ្ញុំចង់មកនិយាយអំពីយូយូរៀមដោយសារតែយូយូរៀមថ្ងៃនេះគឺឡើងអឺល្អមែនតែនវាមិនល្អខ្លាំងហើយបងប្អូនប៉ុន្តែវាឡើងច្រើនហើយខ្ញុំបានលក់សាំយូយូរៀមព្រោះអីវាឡើងថ្លៃហើយវាចំណេញល្មមដែរខ្ញុំអាចទទួលយកបានខ្ញុំលក់ខ្លះព្រោះអីខ្ញុំបានទិញការចំនួន11 12 ដុល្លារច្រើនដែរអញ្ចឹងខ្ញុំលក់យកលុយទុកបងប្អូនហើយថ្ងៃនេះខ្ញុំមកចង់អាប់ដេតអំពីហេតុអីបានជាយូរៀម stock ហ្នឹងវាឡើងដោយសារតែខ្ញុំឃើញព័ត៌មាននេះហើយខ្ញុំចង់អាប់ដេតជាមួយបងប្អូនហ្នឹងគឺគេបាននិយាយថានៅក្នុងថ្ងៃនេះគឺយូរៀមយូនេះគឺបានកើនឡើងខ្ពស់គួរសមដែលខណៈដែលអ្នកវិនិយោគទុនគេនិយាយថាមានប្រតិកម្មទៅលើការអនុភាពនៅក្នុងការផលិតរ៉ែបងប្អូនហើយនឹងការកែសម្រួលនៅក្នុងយូរៀមហើយព័ត៌មាននេះគឺបានមកពីវត្ថុធាតុដើមរ៉ែកម្ររបស់យើងនឹងគឺគ្រប់គ្រាន់ហើយសម្រាប់ការប្រើប្រាស់នៅក្នុងក្រុមហ៊ុនមេដែកដែលនៅក្នុងប្រទេសជប៉ុនណាបងប្អូនហើយសំខាន់ទៀតរឿងដែលសំខាន់មួយទៀតគឺបានបង្កើតទំនុកចិត្តទៅលើការវិនិយោគទុនរយៈពេលវែងរបស់ក្រុមហ៊ុនយូរៀមហ្នឹងហើយចលនាទីផ្សារហ្នឹងគឺវាមានភាពមិនថិតថេរមែនប៉ុន្តែវាជាទំនុកចិត្តរបស់ពួកអ្នកវិនិយោគទុនណាធ្វើឲ្យក្រុមហ៊ុនយូរៀមថ្ងៃនេះទាំងយូទាំង DNN ហើយនឹង UEC និយាយទៅឲ្យតែយូរៀមគឺហក់ឡើងសុទ្ធតែដូចយូអញ្ចឹងវាឡើងដូចម៉ារី30អីឯងបងប្អូនខ្ញុំលក់ព្រោះអីពេលខ្ញុំលក់ហ្នឹងគឺខ្ញុំលក់វាឡើងបានម៉ារី20ខ្ញុំលក់ហើយដូច DNN ហើយនឹង UNC អីខ្ញុំលក់មួយមុខសុទ្ធតែ400 500 share បងប្អូនព្រោះអីយើងលក់យកលុយទុកអញ្ចឹងដល់តែពេលវាចុះទៅវិញយើងទិញវិញព្រោះអីឥឡូវហ្នឹងគឺវាអាចខែក្រោយហ្នឹងវាភួរបែកហើយព្រោះអីគេ vote midterm government vote for midterm បោះឆ្នោតហ្នឹងតែអញ្ចឹងវានឹងភួរបែកហើយព្រោះអីមនុស្សមានការភ័យខ្លាចហើយលុយខ្ញុំទៅកប់នៅក្នុងយូនឹងច្រើនគួរសមដែលដូចថាបើលក់ក៏អត់សូវចំណេញបានតែថ្ងៃនេះគឺខ្ញុំចំណេញបានគួរសមដែលខ្ញុំអាចយកចេញបានគឺខ្ញុំយកហើយព្រោះអីថ្ងៃនេះគឺឡើងបានរហូតដល់ទៅ$16ហើយតម្លៃដែលខ្ញុំទិញគឺវាមានចាប់ពីទៅ13 12ហើយដូចជា14ដល់ពេលអញ្ចឹងទៅខ្ញុំឃើញវាអញ្ចឹងខ្ញុំលក់យកលុយសិនណាបងប្អូនប៉ុន្តែខ្ញុំមើលថ្ងៃនេះឃើញវាឡើងទៀតតែគ្រាន់ថាយ៉ាងហោចណាស់ក៏ខ្ញុំនៅមានខ្លះទៀតដែរបើសិនជាវាឡើងខ្ញុំក៏អាចលក់បានទៀតដែរបើ DNN ថ្ងៃនេះគឺឡើងគួរសមហើយខ្ញុំលក់បានច្រើនគួរសមហើយសង្ឃឹមថាទីផ្សារវាល្អទៅចុះហើយមើលទៅថ្ងៃស្អែកណាប្រហែលជាល្អដែរបងប្អូនព្រោះអីមើលទៅឃើញវាអត់សូវក្រហមអីដែរដោយសារតែវាមានញូល្អអញ្ចឹងទៅវាអត់សូវចុះខ្លាំងថ្ងៃនេះអត់មានអីត្រូវចុះផងគឺឡើងគ្រីនឹងអស់ហើយថ្ងៃនេះខ្ញុំអត់បានទិញអីទេទិញបានtarget ពួកអី target stock វាចុះដូចជា8រៀលខ្ញុំទិញបានប្រហែលជា100 share ដែរប៉ុន្តែក្នុងមួយ share វា160អីឯងបងប្អូនអញ្ចឹងទៅថាចាំមើលតែខ្ញុំទិញតែ100 share ឯងព្រោះខ្ញុំមិនហ៊ានទិញច្រើនដែរហើយអូខេបងប្អូនមិនយើងនឹងជួបគ្នានៅថ្ងៃស្អែកបើសិនជាខ្ញុំអាចឆ្លៀតពេលបានព្រោះឯងខ្ញុំចង់អាប់ដេតទៀតមហឹកនេះភាគហ៊ុនគឺគួរសមដែរវាអត់សូវចុះបើសិនជាបងប្អូនបានទិញចំនួន2ខែមុនឬក៏1ខែកន្លះមុនឥឡូវហ្នឹងគឺបងប្អូនមេកលុយឯងព្រោះអីខ្ញុំទិញបានច្រើនណាស់តែចំនួនហ្នឹងគឺខ្ញុំជាប់លុយដែរបងប្អូនបើសិនចំនួនហ្នឹងខ្ញុំមានលុយពេញដៃទិញបានច្រើនមែនតើឥឡូវហ្នឹង
តែចាំថាមនុស្សយើងមើលមិនឃើញពេលខ្លះដែលយើងទិញហើយវាជាប់លុយក៏មានដែរបងប្អូនតែកាលណាបើសិនជាវាពេលវាចុះហ្នឹងហើយយើងទិញបានដល់ពេលថោកហ្នឹងគឺចំណេញលុយមែនតើបងប្អូនហើយសង្ឃឹមថាបងប្អូននឹងអាចរកប្រាក់ចំណេញនៅក្នុងភាគហ៊ុនហើយមិនជួយដូចថា follow ផងបងប្អូនព្រោះអីមហឹកនេះដូចជាខ្ញុំឃើញមានបងប្អូន follow បានដូចជាប្រហែលដែរសង្ឃឹមថាបងប្អូនចូលចិត្តវីដេអូរបស់នាងខ្ញុំអរគុណច្រើន